សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនាំពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលបណ្ដុំឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅជិតព្រំប្រទល់រដ្ឋ Queensland ក៏ដូចជាជាប់ព្រំប្រទល់រដ្ឋ New South Wales ហើយតំបន់ឆ្នេរសមុទ្រនេះគឺស្រស់ស្អាតមែនទែនពុកម៉ែបងប្អូនហើយគួបផ្សំទៅនឹងការអភិវឌ្ឍនៅជិតឆ្នេរសមុទ្រនៅក្នុងប្រទេសអូស្ត្រាលីមកចែកចាយពុកម៉ែបងប្អូនទាំងអស់គ្នាហើយយើងចំណាយពេលរយៈពេល3ម៉ោងជាងទៅមកដល់កន្លែងតំបន់ហ្នឹងហើយអ្វីដែលនាងខ្ញុំសូមអភ័យទោសជាមុននៅពេលដែលនាងខ្ញុំព្យាយាមហៅឈ្មោះជាភាសាអង់គ្លេសមើលទៅអត់រលូនអីសូមពុកម៉ែបងប្អូនកុំប្រកាន់ប៉ុន្តែនៅក្នុងវីដេអូនីមួយៗនាងខ្ញុំបានសរសេរជាឈ្មោះជាភាសាអង់គ្លេសឬក៏ឲ្យពុកម៉ែបងប្អូនឃើញពីវីដេអូណាហើយឆ្នេរមួយណាជូនពុកម៉ែបងប្អូនហើយប៉ុន្តែនាងខ្ញុំព្យាយាមហៅតាមលទ្ធភាពដែលអាចអឺបង្ហាញពុកម៉ែបងប្អូនហើយទស្សនវិជ្ជានេះគឺពួកយើងឈប់ដំបូងគឺទៅមកមើលនៅឆ្នេរសមុទ្រនៅកន្លែងសួនមួយដែលមានទីខ្ពស់មានឈ្មោះថា Fatgan Park កន្លែងហ្នឹងគឺកន្លែងដែលគេមកតំបន់ហ្នឹងដើម្បីមកមើលនៅឆ្នេរអញ្ចឹងយើងអាចឃើញឆ្នេរម្ខាងដ៏ស្រស់ស្អាតនោះគឺមានឈ្មោះថា Rainbow Bay Beach ហើយនៅក្នុងតំបន់ហ្នឹងគឺយើងអាចឃើញអញ្ចឹងតាមខែនីមួយៗនៅក្នុងឆ្នេរសមុទ្រហ្នឹងផងដែរនៅខែខ្លះពេលដែលយើងមកគឺយើងអាចឃើញត្រីបាឡែនឬក៏ត្រីដូហ្វីនហើយបើសិនជាភ្នែកយើងល្អជាងការយើងអាចឃើញត្រីឆ្លាមទៀតដោយសារនៅឆ្នេរសមុទ្រនៅប្រទេសអូស្ត្រាលីឆ្នេរសមុទ្រធំទឹកសមុទ្រស្រស់ស្អាតកន្លែងឆ្នេរសមុទ្រនីមួយៗអាចប្រឈមមុខទៅនឹងមានត្រីឆ្លាមផងដែរពុកម៉ែបងប្អូនប៉ុន្តែពេលដែលគេហែទឹកនៅកន្លែងទៀតអាហ្នឹងវាអាចអត់មានជាបញ្ហាអីទាំងអស់ប៉ុន្តែដូចជាអ្វីដែលពុកម៉ែបងប្អូនបានឃើញប្រជាជនអូស្ត្រាលីគឺគេចូលចិត្តហែទឹកជាពិសេសគឺការចំណាយពេលជាមួយទឹកសមុទ្រនៅក្នុងនឹងហើយផ្នែកម្ខាងទៀតនៃឆ្នេរសមុទ្រម្ខាងយើងអាចគ្រាន់តែដើរផាជា100ម៉ែត្រពីគ្នាអាចឆ្លងពីឆ្នេរសមុទ្រមួយហើយឆ្នេរសមុទ្រមួយទៀតដើរត្រឹមតែ5ម៉ែត្រពីគ្នាអញ្ចឹងឆ្នេរសមុទ្រនីមួយៗគេដាក់ឈ្មោះខុសៗគ្នាហើយបន្ទាប់ពីនាងខ្ញុំនាំពុកម៉ែបងប្អូនបានឃើញពីទស្សនវិជ្ជាខាងលើនៃឆ្នេរសមុទ្រដ៏ស្រស់ស្អាតនឹងហើយបន្តិចទៀតនាងខ្ញុំនឹងនាំពុកម៉ែបងប្អូនឲ្យទៅឃើញនៅឆ្នេរសមុទ្រខាងក្រោមមើលតាំងពីខ្សាច់អញ្ចឹងឆ្នេរសមុទ្រដែលនាងខ្ញុំនាំពុកម៉ែបងប្អូនមកនេះគឺឈ្មោះថា Rainbow Bay Beach កន្លែងនេះគឺមានគេហៅថាដុំថ្មបន្តិចហើយក៏ដូចជាមានមួយផ្នែកមួយទៀតគឺសិតតែឆ្នេរខ្សាច់ពណ៌ស្រស់ស្អាតតែម្ដងពុកម៉ែបងប្អូនឃើញថាមានអ្នកដែលគាត់មកសំបីតពួកនាងខ្ញុំប្តីមកតាំងពីម៉ោង6ព្រឹកនៅតែមានអ្នកដែលគាត់ចូលចិត្តហែលទឹកហើយកន្លែងនេះដោយសារតែជាកន្លែងដែលគេហែលទឹកអញ្ចឹងអត់សូវមានមនុស្សមកច្រើនទេប៉ុន្តែបើសិនជាម៉ោងចាប់ពី10ព្រឹកទៅគឺពុកម៉ែបងប្អូននឹងអាចឃើញមានមនុស្សច្រើនដោយសារតែអ្នកខ្លះគាត់ជិះឡានទៅនាំមកដល់កន្លែងហ្នឹងវាត្រូវការពេលយូរអញ្ចឹងនាងខ្ញុំប្តីបានស្នាក់នៅផ្ទះមិត្តភ័ក្តិរបស់នាងខ្ញុំអញ្ចឹងយើងអាចងើបពីព្រលឹមមកដើម្បីមើលនៅឆ្នេរសមុទ្រដ៏ស្រស់ស្អាតហើយក៏ដូចជាមកបង្ហាញពុកម៉ែបងប្អូនពីទស្សនវិជ្ជាដ៏ស្រស់ស្អាតនៅឆ្នេរនីមួយៗដែលនាងខ្ញុំបាននាំអញ្ចឹងឆ្នេរសមុទ្រនេះសម្រាប់នាងខ្ញុំគឺស្រស់ស្អាតហើយឆ្នេរសមុទ្រក៏ដូចជាទឹកសមុទ្ររបស់គេគឺស្រស់ស្អាតផងដែរហើយអ្វីដែលសំខាន់ពុកម៉ែបងប្អូនពេលដែលឆ្នេរសមុទ្រមួយចំនួនក៏គេប្រាប់យើងដែរថាកន្លែងណាដែលសុវត្ថិភាពកន្លែងណាដែលអត់សុវត្ថិភាពហើយពេលណាដែលអ្នកហែលទឹកគេធ្លាប់នៅក្នុងតំបន់ហ្នឹងគេដឹង
បើសិនជាគេឃើញថាមានតែឆ្លាមធ្វើអីគេប្រាប់យើងហ្មងថាអឺនៅក្នុងតំបន់ហ្នឹងមានតែឆ្លាមហើយបន្ទាប់ពីឆ្នេរសមុទ្រមួយទៀតគឺខ្ញុំនាំពុកម៉ែបងប្អូនមកឆ្នេរសមុទ្រមួយដែលមានឈ្មោះថា Golden Gata នេះជាតំបន់ដែលគេស្គាល់ទូទៅនៅក្នុងតំបន់ហ្នឹងគឺជាកន្លែងដែលម្ដុំឆ្នេរសមុទ្រហ្នឹងឈ្មោះរបស់វាកន្លែងហ្នឹងហើយGolden Gata ហ្នឹងមានកន្លែងស្នាក់នៅស្ថាគារភោជនីយដ្ឋានហើយសួរថាមិនក៏គេមិនហៅឈ្មោះឆ្នេរទាំងអស់ហ្នឹងតែមួយប៉ុន្តែតំបន់របស់ប្រទេសអូស្ត្រាលីគេមានការបែងចែកពីមួយផ្នែកទៅមួយផ្នែកដោយសារតែវាមានលក្ខណៈពិសេសខុសៗគ្នាឆ្នេរនេះគឺមានឆ្នេរស្រស់ស្អាតដែរប៉ុន្តែអត់ស្អាតដូចជាកន្លែង Rainbow Beach ទេហើយកន្លែងនេះក៏មានគេហៅថាដូចជាស្ពានថ្មដែលគេរៀបហើយកន្លែងហ្នឹងក៏មានជាសួនដើម្បីឲ្យអ្នកដែលគេដើរហាត់ប្រាណជិះកង់នាំកូនរបស់គេមកញ៉ាំអីឬក៏នាំកូនរបស់គេមកលេងនៅកន្លែងសួនកុមារអញ្ចឹងមានមនុស្សច្រើនមែនតើពុកម៉ែបងប្អូនហើយគួបផ្សំទៅនឹងអគារខ្ពស់ៗហើយបន្ទាប់ពីការនាំពុកម៉ែបងប្អូនឲ្យស្គាល់នៅឆ្នេរនេះហើយនាងខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅមើលនៅកន្លែងមួយទៀតកន្លែងហ្នឹងគឺកន្លែងដូចទួលអីអញ្ចឹងហើយយើងអាចឡើងទៅមើលពីផ្នែកខាងលើនៅក្នុងឆ្នេរសមុទ្រអញ្ចឹងនៅក្នុងហ្នឹងវាមានឈ្មោះថា OT Peak Memory Park កន្លែងឆ្នេរសមុទ្រហ្នឹងយើងអាចងាកមកខាងទៅឆ្នេរសមុទ្រមួយដែលមានឈ្មោះថា Kera Peak ហើយមើលមកខាងទៀតគឺទៅឃើញពីឆ្នេរសមុទ្រដែលមានឈ្មោះថា Golden Gata ហើយយើងឃើញថាកន្លែងដែលមានទីខ្ពស់ៗអញ្ចឹងយើងអាចឃើញបានឆ្ងាយពុកម៉ែបងប្អូនដោយសារនាងខ្ញុំថតនៅក្នុងវីដេអូនេះឃើញថារូបមនុស្សឬក៏សកម្មភាពនៅក្នុងឆ្នេរសមុទ្រមើលទៅតូចៗប៉ុន្តែនៅពេលដែលយើងមកមើលផ្ទាល់ភ្នែកគឺគូផ្សំទៅនឹងខ្យល់អាកាសបរិសុទ្ធបក់មកប៉ះមុខយើងហើយមើលទៅលើសកម្មភាពមនុស្សដែលគេហែលទឹកឬក៏ភាពសប្បាយរីករាយនៅតាមឆ្នេរធ្វើឲ្យយើងកាន់តែមានភាពរីករាយសម្បីតែចំណាយពេលនៅកន្លែងហ្នឹងកន្លែងដែលខ្ញុំឈរហ្នឹងពុកម៉ែបងប្អូនក៏ពេញនិយមដែរមានមនុស្សជាច្រើនដែលគាត់មកនៅតំបន់ហ្នឹងដើម្បីមកមើលពីឆ្នេរមើលពីមនុស្សដើរពីសួនហើយអាគារហើយវាពិតជាពេញនិយមសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិតំបន់ដែលនាងខ្ញុំបង្ហាញនេះគឺល្បីខ្លាំងនៅក្នុងប្រទេសអូស្ត្រាលីផងដែរហើយបន្ទាប់ពីនៅក្នុងហ្នឹងគេមានដូចជាសាលាចាស់សាលានេះគឺជាសាលាដែលពីមុនគឺមានអ្នកដែលគាត់មករៀននៅកន្លែងហ្នឹងប៉ុន្តែអគារសាលាហ្នឹងគឺគេបានវិវត្តទៅជាគេហៅថាសាលាភូមិឬក៏សាលាសហគមន៍ដែលមនុស្សទូទៅគាត់អាចយកកន្លែងហ្នឹងដើម្បីជួលជាការប្រជុំសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ហ្នឹងឬក៏គាត់អាចយកមកបង្កើត project ផ្សេងៗនៅក្នុងតំបន់ហ្នឹងផងដែរពុកម៉ែបងប្អូនហើយនៅតំបន់ដែលពុកម៉ែបងប្អូនឃើញគេមានសួនមួយដ៏ស្រស់ស្អាតដែរយើងអាចចូលមើលនៅក្នុងតំបន់ហ្នឹងហើយបន្ទាប់មកទៀតនាងខ្ញុំនឹងនាំពុកម៉ែបងប្អូនមកទៅមើលនៅឆ្នេរមួយទៀតដែលមានឈ្មោះថា Kera Beach ហើយនៅឆ្នេរហ្នឹងពុកម៉ែបងប្អូនមានអ្នកដែលគាត់ជិះគេហៅថាឆ័ត្រយោងជិះទៅលើមេឃខ្ពស់ហើយទម្លាក់ខ្លួននៅលើឆ្នេរហ្នឹងហើយមានច្រើនពុកម៉ែបងប្អូនដូចជាអ្វីពុកម៉ែបងប្អូនបានឃើញមានម្នាក់ដែលគាត់ធ្លាក់
ផ្ដល់ដីដែលសុវត្ថិភាពហើយមានម្នាក់ទៀតដែលគាត់បន្តទម្លាក់ខ្លួនមកក្នុងហ្នឹងអញ្ចឹងវាប្លែកភ្នែកដែរដោយសារនៅតំបន់ហ្នឹងគេអាចលូតឆាត់ជើងបានប្រហែលជាគេអនុញ្ញាតឲ្យអ្នកដែលគាត់មកនៅក្នុងហ្នឹងហើយសំខាន់គឺវាសុវត្ថិភាពដល់អ្នកដែលគាត់លូតឆាត់ជើងហ្នឹងហើយគប់ផ្សំទៅនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាតមានអ្នកដែលគាត់លេងទឹកហើយកន្លែងហ្នឹងយើងអាចឃើញពីទិដ្ឋភាពជាច្រើនដែលនេះខ្ញុំមកបង្ហាញពុកម៉ែបងប្អូនអញ្ចឹងមកកន្លែងគេមានឈ្មោះរបស់គេប៉ុន្តែគេអាចប្រាប់យើងថាកន្លែងណាដែលយើងគួរហែកន្លែងណាដែលយើងមិនអាចហែក៏ដូចជាបំរាមផ្សេងនៅលើឆ្នេរសមុទ្រហ្នឹងហើយនៅក្នុងតំបន់ដែលនេះខ្ញុំបង្ហាញពុកម៉ែបងប្អូនទាំងអស់នេះគឺជាកន្លែងមួយដែលជាជនរបស់គាត់តែថាគាត់អត់ដូចជាអ្នកនៅក្រុងទេគឺមានភាពរុះរាយហើយងាយស្រួលនឹងការដែលយើងឃើញគេអត់សូវប្រកាន់ច្រើនទេហើយនេះគឺជាឆ្នេរសមុទ្រមួយទៀតដែលមានឈ្មោះថា Mantra Co Calendra អាហ្នឹងគឺកន្លែងឆ្នេរសមុទ្រដូចគ្នាឈ្មោះវាស្តៀងគ្នាប៉ុន្តែវាដាក់ឈ្មោះ Mantra Co Calendra កន្លែងឆ្នេរសមុទ្រហ្នឹងក៏ស្រស់ស្អាតដែរមើលទៅឃើញថាខ្សាច់ច្រើនជាងឆ្នេរសមុទ្រហើយទឹកសមុទ្រក៏ស្រស់ស្អាតដែរពុកម៉ែបងប្អូនហើយឥឡូវនេះគឺជិតដល់ពេលដែលវីដេអូនេះនឹងបានបញ្ចប់ហើយនាងខ្ញុំក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងការចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយនាងខ្ញុំនឹងបន្តបង្ហាញនៅទិដ្ឋភាពល្អៗទៀតហើយបើសិនជាពុកម៉ែបងប្អូនមានមតិល្អដើម្បីកែសម្រួលសម្រាប់វីដេអូមួយនេះនាងខ្ញុំក៏សូមអរគុណពុកម៉ែបងប្អូនជាមុនហើយនៅក្នុងវីដេអូខាងក្រោយទៀតនាងខ្ញុំនឹងព្យាយាមបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាតនៃទិដ្ឋភាពនៃប្រទេសអូស្ត្រាលីហើយនាងខ្ញុំក៏មានអំណរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងការគាំទ្រ Channel របស់ពួកយើងតាមរយៈការ Subscribe សូមអរគុណ